លោកមេជីវ៉ាសរសើរក្មួយស្រីច័ន្ទតារាវតីថាច្រៀងបានតង់ខ្ពស់ជាងបទស៊ីនរបស់លោកយាយរស់សេរីសុទ្ធាទៅទៀតដែលជាពន្លកគ្រាប់ពូជសិល្បៈមួយដ៏កម្ររកបានតីសម្លេងគាត់ខ្ពស់បាទសម្លេងគាត់ខ្ពស់ពេលដែលយើងដាក់ភ្លេងដែលយើងផលិតជាសាច់ភ្លេងទៅតាមតង់បើយើងនិយាយសាមញ្ញថាតង់ស៊ីនណាបាទតង់ម្ចាស់ដើមហ្នឹងគេហៅតង់ស៊ីនហើយបាទតង់ស៊ីនបាទប៉ុន្តែបតីឡើងបាទយើងត្រូវឡើងលើតង់ស៊ីនទៀតបាទឡើងមកតង់ឬក៏មកតង់កន្លះបានអាចច្រៀងបានជុំមានន័យថាសម្លេងគាត់ខ្ញុំមកដឹងពុកម៉ែបងប្អូននៅពេលដែលអ្នកជំនាញខាងស៊ីតយោលោកមេជីវ៉ាក៏បញ្ជាក់មកបានដឹងថានៅពេលដែលក្មួយស្រីចូលថតស៊ីតយោជាក់ស្ដែងនេះគាត់ជាខាងណៅភ្លេងចឹងលោកមេជីវ៉ាបាទខ្ពស់ជាងលោកយាយរស់ស្រីធាដែលជាថាបត់ស៊ីនទៅទៀតចឹងហ៎មិញហ្នឹងបាទប្រែខ្ញុំដាក់បត់ហ្នឹងគឺមានមួយបត់នោះឡើងកន្លះតង់បត់ឡើងកន្លះតង់បាទឡើងកន្លះតង់ហើយបត់ទៀតមួយបត់ទៀតឡើងមកតង់កន្លះបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីរាប់អានថ្ងៃនេះខ្ញុំបាទតាន់ចន្ទថាបានមកដល់ស្ទូឌីយោលោកគ្រូមេជីវ៉ាបាទថាជាពុកម៉ែបងប្អូនផ្លាយហើយដោយសារយូរមកឲ្យលោកមេជីវ៉ាម្ដងហើយសុខសប្បាយទេលោកមេជីវ៉ាបាទសុខសប្បាយទេបងបាទហើយវត្តមាននេះប្រហែលជាពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅស្រុកហើយស្គាល់ហើយក្មួយចាំងតារាវតីបាទមិនដែរក្មួយមកដល់ភ្នំពេញយូរថ្ងៃនៅចាមកដល់ភ្នំពេញ2ថ្ងៃហើយភ្នំពេញស្អាតអត់ឥឡូវចាស្អាតអញ្ចឹងបាទឃើញមកដល់ទាំងយប់ណាចាបាទហើយសុខភាពលេចអីសុខភាពឥឡូវរៀងក្រាន់ធូរស្រាលជាងមុនមកកម្រិត2 3អីដែរចាហើយមូលហេតុពូដឹងប្រហែលជាមកនេះគឺដើម្បីមកថតចម្រៀងនៅស៊ីតយោលោកគ្រូមេជីវ៉ាចាបាទបើតាមតែពូដឹងគឺថាក្មួយកន្លងមកមានតាមស៊ីតយោជាច្រើនបានតាក់ទងចង់ហៅទៅច្រៀងទៅអីប៉ុន្តែនៅពេលមកដល់ភ្នំពេញនេះមកបង្ហាញវត្តមាននៅស៊ីតយោលោកគ្រូមេជីវ៉ាមុនគេបាទឥឡូវចង់សួរទៅលោកគ្រូមេជីវ៉ាបន្តិចមានអារម្មណ៍មិនដែរនៅពេលដែលឃើញបន្លកសិល្បៈដែលមានទឹកដមសំនៀងដល់ក្អួនកៅអៅកំពុងតែមានប្រជាប្រិយភាពណាបាទល្បីខ្លាំងមែនតើឥឡូវមកបង្ហាញវត្តមាននៅស៊ីតយោលោកគ្រូមិនដែរបាទឥឡូវសុំមួយសិនបាទសុំអៀនបាទហៅថាលោកគ្រូជាមួយអៀនព្រោះថាបាទសមត្ថភាពមិនទាន់ដល់គ្រូទេបាទហើយឃើញថាកូនស្រីមានទឹកដមសម្លេងល្អបាទទឹកដមសម្លេងគាត់ល្អមែនទែនព្រោះតាមឆ្លងកាត់សិល្បៈហ្នឹងក៏ច្រើនឆ្នាំដែរខ្ញុំហើយការស្ដាប់ជាពិសេសយើងជាអ្នកស្ទូឌីយោម្នាក់យើងត្រូវពូកែខាងស្ដាប់បាទពូកែខាងស្ដាប់វែកញែកសម្លេងมันខុសអីពីចៅក្រមមើលអ្នកបដាល់បាទតាមដានថាអ្នកណាបកែវាយអ្នកណាបកែម៉ាត់ឬក៏coach ដែលឲ្យបន្ទុកទៅលើបេក្ខជនដែលប្រឡងអីអញ្ចឹងណាបាទគឺយើងត្រូវតែចេះស្ដាប់ចេះវាតម្លៃទៅលើសម្លេងបាទខ្លាំងខ្លាញ់សម្លេងជាមួយនឹងណោតភ្លេងអីអញ្ចឹងទៅហើយនឹងទឹកដមសម្លេងបាទគឺថាវតីគាត់ល្អច្រើនបាទគុណភាពសម្លេងដែលផ្ដល់ពីកំណើតហ្នឹងគឺបានច្រើនហើយជិត100ហើយនៅតែការដុសខាត់ឯងបើយើងនិយាយពីក្លឹមឈើវិញគឺកញូងហើយបាទគាត់ថាយើងអត់ទាន់បានយកទៅកែច្នៃជាអប្សរាបាទយកទៅកែច្នៃទៅជាគ្រឿងសង្ហារឹមដ៏មានតម្លៃណាមួយបាទប៉ុន្តែខ្ញុំជឿថាឥឡូវនេះកំពុងតែមានបងប្អូនយើងសិល្បករសិល្បករនេះជាពិសេសបងប្អូនដែលនៅស្រុកក្រៅក៏ដូចជាស្រុកខ្មែរដែលឆ្លាញ់វិស័យសិល្បៈហ្នឹងគឺគាត់កំពុងតែសម្លឹងមើលថាត្រូវជួយគាត់តាមរបៀបណាបាទហើយបើដូចខ្ញុំនេះខ្ញុំជួយបានតែប្រាប់ទេថាត្រូវធ្វើយ៉ាងម៉េចច្រៀងខុសយើងត្រូវធ្វើយ៉ាងម៉េចហើយវិធីសាស្ត្រលើការវឹកហាត់សម្លេងដែលយើងត្រូវច្រៀងឲ្យព្រោះហ្នឹងយើងត្រូវវឹកហាត់របៀបម៉េចហើយខ្ញុំក៏ចេះតិចតួចស្រួចស្ដាងដែរមិនមែនចេះច្រើនទេគាត់ថាចេះប៉ុណ្ណាយើងផ្ដល់ឲ្យគ្នាប៉ុណ្ណឹងបាទហើយមិញក្មួយស្រីថតបានបត់គ្រូមិញ3បត់ហើយពីដែលថតហើយមិញលឺថតបានសម្រាប់ហើយតែតមិនទេក្រោយវាថតបាត់បញ្ចប់នៃការថតទៀតលោកគ្រូនិយាយមិនដែរមានអីបងសម្លេងគាត់ល្អច្រៀងចង់និយាយថាបើយើងអ្នកចម្រៀងជើងចាស់ទីមួយយើងត្រូវវឹកហាត់កត្តាចម្បងហ្នឹងគឺចង្វាក់បាទតែបតីគាត់កំណើតផ្ដល់ឲ្យទៅលើចង្វាក់ហ្នឹងគឺអត់ខុសទេបាទអញ្ចឹងគ្រាន់តែថាបើគេសួរថាចេះអត់
ចេះពីណាឆ្លើយតែចេះអត់គ្រូក៏វាមិនត្រូវដែរចេះយើងគាត់ចេះហ្នឹងគឺគាត់ចេះពីកំណើតហើយនឹងតាមការស្ដាប់ បាទ ធម្មជាតិផ្ដល់ឲ្យមកបាទគាត់ចេះបានប៉ុណ្ណឹងស្ដាប់បានប៉ុណ្ណឹងហើយទឹកដមសម្លេងរបស់គាត់គឺល្អគាត់បកកែអឿននឹងកលុកកលៈ អញ្ចឹងហើយ ច្រៀងខុសអីតិចតួចហ្នឹងយើងប្រាប់ទៅធ្វើបានអញ្ចឹងបាទ មានតែពីមុនថាទេពកោសលធម្មជាតិ បាទ ក្រោយពីស្ដាប់ថាបទចម្រៀងរៀមច្បងពីជំនាន់មុនគាត់អាចវឹកហាត់តាមនឹងចាត់ទុកជាគ្រូមួយដែរបាទប៉ុន្តែគេហៅថាតិចនិចនៃការច្រៀងមិនទាន់បាន 100% ទេនៅពេលដែលចូល studio នេះនឹងគេហៅថាគ្រូផ្ទាល់តែក្រោយពីលោកមេជីវ៉ាបានកាន់ម៉ាស៊ីនថតឲ្យក្មួយស្រីដែលបកស្រាយនៅបទចម្រៀងចំនួន3បទប៉ុន្តែបទទាំង3ហ្នឹងសូមមិនទាន់ប្រាប់ចំណងជើងនេះ បាទ ចាំឲ្យពុកម៉ែបងប្អូនរងចាំស្ដាប់ជួយគ្រប់គ្រងជួយ like ជួយ share ជួយ comment សុំបេះដូងអីចឹងបាទភាសាអ្នកលេងonlineសង្គមបាទហើយកាលពីដើមឡើយថារយៈពេលប្រហែលខែនេះពុកម៉ែបងប្អូនធ្លាប់តែបានស្ដាប់នៅសំនៀងក្មួយស្រីដែលជាការថត live ទូរស័ព្ទផ្ទាល់ថតតាមរយៈបាសហៅបាសធម្មតានៅទីវាលទីការអញ្ចឹងណាឥឡូវនេះក្មួយស្រីបានមកដល់ studio លោកមេជីវ៉ាហើយនៅពេលដែលល្បីឈ្មោះលោកមេជីវ៉ាមានតារាចម្រៀងល្បីៗមកថតច្រើនឥឡូវក្មួយស្រីខ្ញុំដឹកនាំមកដល់នឹងដែរបាទពុកម៉ែបងប្អូនរងចាំស្ដាប់មើលថាតើទឹកដៃលោកមេជីវ៉ាកម្រិតណាបាទចាំជួយឲ្យបន្ទូក៏ដូចជាជួយគ្រប់គ្រងដល់ក្មួយស្រីទាំងអស់គ្នាថាតើនៅពេលដែលគាត់មកថតជាផ្លូវការបាទទោះបីជាបទចម្រៀងយើងថត cover ក៏ដោយប៉ុន្តែយើងការថត studio នេះលក្ខណៈទីអាចនិយាយផ្លូវការបានអញ្ចឹងលោកមេជីវ៉ាបាទដោយថាកន្លងមកយើងធ្លាប់តែច្រៀងថតទូរស័ព្ទច្រៀងកាន់ម៉ៃតាមបាសឲ្យផ្សេងៗបាទយកមកបង្ហាញឲ្យពុកម៉ែបងប្អូនបានស្ដាប់ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ឃើញថាមានពុកម៉ែបងប្អូនយើងទាំងក្នុងទាំងក្រៅស្រុកគ្រប់គ្រងច្រើនមែនទែនឲ្យតែវីដេអូក្មួយស្រីពុយយូរសរវល់ខេណាមួយតៃសម្លេងគាត់ខ្ពស់បាទសម្លេងគាត់ខ្ពស់ពេលដែលយើងដាក់ភ្លេងដែលយើងផលិតជាសាច់ភ្លេងទៅតាមបាទតង់បើយើងនិយាយសាមញ្ញថាតង់ស៊ីនណាបាទតង់ម្ចាស់ដើមហ្នឹងគេហៅតង់ស៊ីនហើយបាទតង់ស៊ីនបាទប៉ុន្តែបតៃឡើងបាទយើងត្រូវឡើងលើតង់ស៊ីនទៀតបាទឡើងមកតង់ឬក៏មកតង់កន្លះបានអាចជាងបានជុំមានន័យថាសម្លេងគាត់ខ្ញុំមកដឹងពុកម៉ែបងប្អូននៅពេលដែលអ្នកជំនាញខាងស៊ីបយោលោកមេជីវ៉ាក៏បញ្ជាក់មកបានដឹងថានៅពេលដែលក្មួយស្រីចូលថតស៊ីបយោជាក់ស្ដែងនេះគាត់ជាខាងណៅភ្លេងអញ្ចឹងលោកមេជីវ៉ាបាទខ្ពស់ជាងលោកយាយរស់ស្រីធាដែលជាថាបត់ស៊ីនទៅទៀតអញ្ចឹងមិញហ្នឹងបាទប្រែខ្ញុំដាក់បត់ហ្នឹងគឺមានមួយបត់នោះឡើងកន្លះតង់បត់ឡើងកន្លះតង់បាទឡើងកន្លះតង់ហើយបត់ទៀតមួយបត់ទៀតឡើងមកតង់កន្លះជាមួយទៀតនោះដូចជាភ្លេចហ្នឹងអញ្ចឹងចាំទេបាទប៉ុន្តែលោកមេជីវ៉ាកំណត់ចំណាំថាបាទបត់ក្មួយស្រីនៅពេលដល់ជាត្រូវសម្លេងរបស់ក្មួយស្រីតទៅឡើងតង់ពីតង់សេនរបស់លោកយាយទៀតបាទសម្លេងគាត់តាំងជាងលោកយាយតិចតង់ខ្ពស់គាត់ខ្ពស់ជាងទៀតបាទបើយើងអ្នកសាមញ្ញតាមជនបទគេថាច្រៀងតឹងអីចឹងណាបាទច្រៀងតឹងច្រៀងធូគឺបានន័យថាបើភាសាបច្ចេកទេសគឺខ្ពស់នឹងទៀបបាទណោតខ្ពស់នឹងទៀបបាទណោតខ្ពស់នឹងទៀបចឹងទៅបាទអូពុកម៉ែបងប្អូននេះតតែលោកមេជីវ៉ាបញ្ជាក់បានខ្ញុំញាក់ព្រឹកមិញខំរងខំឃើញគួយគាត់ច្រៀងបដាខ្ញុំនៅអង្គុយស្ដាប់បដាឃើញចំណុចខ្លះខ្វះខាតចឹងទៅលោកមេជីវ៉ាបានប្រាប់ចឹងទៅអ្វីដែលខ្ញុំឃើញគាត់ចំណាំឃើញក្រោយពីលោកមេជីវ៉ាប្រាប់ព្រាមក្មួយស្រីធ្វើតាមទៅបានមកបាទឃើញថាអត់ប្រាប់ឡើងតង់នេះមិនទាន់ឡើងសាកថាអស់ត្រឹមបានទេអត់ទាន់សាកសម្លេងក៏អស់ត្រឹមណាទេបាទមិនដឹងថាឡើងដល់ផុតទៅអាចឡើងមកតង់2តង់ឬក៏3តង់អីលើបត់ដើមទេបាទចំណុចនេះខ្ញុំមួយលោកមេជីវ៉ាដែលខ្ញុំមើលឃើញពីហៅសកម្មភាពរបស់មួយស្រីបើតាមដែលខ្ញុំមើលពីទស្សនវិជ្ជាខាងក្រៅទៅខ្ញុំមើលទៅគាត់អត់ទាន់ហៅអត់ទាន់សមគេហៅភាសាសមនៅស៊ីបយោបាទដូចគោគេថាមិនទាន់ស្គាល់នឹមអញ្ចឹងមកដំបងគាត់ទៅរៀនមានអារម្មណ៍រៀនផែលដោយសារជាបទសោះលើដំបងចូលស៊ីបយោបាទសូម្បីតែខ្ញុំកាលខ្ញុំច្រៀងកាហ្វេ 4-10 ឆ្នាំខ្ញុំមកច្រៀង studio លើកដំបូងខ្ញុំច្រៀងអត់ត្រូវផងបាទពិបាកដូចយើងមិនធ្លាប់ច្រៀងពាក់កាសទេធ្លាប់តែច្រៀងទៅស្ដាប់ធុងបាសស្ដាប់អីយើងទៅចង្អេងចង្ងាងមានម៉ៃមានអីកាន់ហ្នឹងបើយើងអាចច្រៀងបានដល់តែយើងរបៀបរបបអីរបៀបត្រឹមត្រូវច្រៀងទៅដល់យូរបន្តិចបានត្រូវបាទតែមិញទោះបីក្មួយស្រីមានតែបាត់សោត
តិចបំផុតពិតមែនតែឃើញតារាចម្រៀងសិល្បៈដែលមករងចាំថតឃើញ3 4នាក់ហ្មងណា បាទ រវល់មែនតើយប់នេះមិនដេកទេលោកជីវ៉ាឃើញគាត់ទៅសារដល់ក្មួយស្រីថាទោះបីបាត់ពិសោធន៍តិចប៉ុន្តែប្រាប់ថាចាប់អារម្មណ៍ធ្វើតាមអត់ចេះបកកាយទេមានលោកគ្រូរៀនច្បងដែលមានបទពិសោធន៍ច្រើនប្រាប់ទៅគាត់ទទួលយកបាទទឹកអត់បាទ ទឹកគាត់នៅកន្លះកែវទៅឡើយទេ បាទគាត់ពេញទេចាក់ហៀទេបាទគេជួយចាក់គ្នាទៅបាទ ឥឡូវចង់សួរដល់ក្មួយស្រីវិញក្រោយពេលបានមកដល់សិទ្ធយកលោកមេជីវ៉ាផ្ទាល់នេះបាននៅនេះខាងចិត្តនេះចិត្តវត្តជុំចិត្តវត្តខាងក្នុង បាទនេះបរិយពិភពថ្មីជួវ៉ា3 អូបរិយភពថ្មីជួវ៉ា3 បាទ ហើយសួរអារម្មណ៍ក្មួយស្រីក៏លោកមកធ្លាប់ជិះតាមវាលកាន់បាសកាន់ទូរស័ព្ទអីឥឡូវមកដល់សិទ្ធយកជាផ្លូវការមានអារម្មណ៍បែបណា ចាអ៊ំមានអារម្មណ៍ថាសប្បាយចិត្តដែរប៉ុន្តែរៀងថាវិចប្លែកពីយើងច្រៀងដូចអ៊ំគាត់និយាយចឹងថាធ្លាប់តែច្រៀងស្រឡះខ្លួនដល់ពេលមានអីចង្អេងហាំងអីយើងសំរុំអញ្ចឹងនេះ សំឡេងស៊ីនពុតម៉ែសំឡេងស៊ីនហើយស្រួលពិបាកមួយដល់ពេលយើងចូលសិទ្ធយកច្រៀងហ្នឹងយើងច្រៀងកាន់បាសជិះទៅកាន់ម៉ៃបាសឲ្យច្រៀង ចង់ពុលដំបងបាត់ទី1ចង់ពុលចង់ពុលដូចពុលឡានអញ្ចឹង បាទមួយណាពិបាកជាងណាស្រួលជាងឥឡូវមើល បើតាមខ្ញុំគិតទៅខ្ញុំគិតថាបើយើងច្រៀងប្រហែលលេងតាមផ្ទះតាមអីវាស្រួលតែដល់យើងមកច្រៀងនៅតាមសិទ្ធយកពិបាកជាងចា បាទទី1គឺក្រិតក្រំ បាទ បាទ ឃើញបទទី1យើងមើលទៅរៀងគេហៅទទួលយកបទពិសោធន៍មិនទាន់បានច្រើនតែដល់ឃើញបទចុងក្រោយមិញឃើញរៀងដូចយើងស្គាល់ផ្លូវខ្លះបានល្អច្រើនមានចំណុចខ្វះខាតកាន់តែតិចអញ្ចឹងណា បាទ បាទហើយសង្ឃឹមថាប្រហែលបទមកទៅដែលអាចទទួលបានបទពិសោធន៍ច្រើន ចាអ៊ំ គាត់ថាចង់ឲ្យប្រហែលបទ ខ្ញុំគិតថាតាមដែលអ៊ំអីគាត់រៀបចំឲ្យចា អញ្ចឹងណាអូ អត់លុបលុនទេ ពុកម៉ែបងប្អូននេះបាត់ទឹកថាក្មេងពិតមែនទំលែងចេញមកស៊ីនមកហ្នឹងហើយហើយឃើញថាបទសម្ភាសរបស់ខ្ញុំបាទតាន់ចន្ទថាជាមួយលោកមេជីវ៉ានិងក្មួយស្រីតារាវតីឃើញថារៀងច្រើននាទីដែរហើយបាទហើយគាត់ថាមិនអស់បន្លាយពេលវេលាយូរដែរបាទដោយសាររឿងប្រធានបទនៅក្នុងថ្ងៃនេះគឺក្មួយស្រីមកបង្ហាញវត្តមានជាផ្លូវការក្នុងសិទ្ធិលោកមេជីវ៉ាបាទហើយក៏បានសួរនាំពីបទចម្រៀងការនៃការច្រៀងទៅបាទដូច្នេះហើយសួរពុកម៉ែបងប្អូនជួយគ្រប់គ្រងបដាបដាសិនចុះបាទនេះការបង្ហាញនេះគឺជាព័ត៌មានក្មួយស្រីមកដល់វិទ្យាបាទដោយឡែកបទចម្រៀងនឹងចេញឆាប់នេះហើយបាទសូមឲ្យពុកម៉ែបងប្អូនជួយ like ជួយ share ព័ត៌មាននេះសិនបាទមិនឲ្យលោកមេជីវ៉ាមានពាក្យពេចន៍ចុងក្រោយទេ បាទជាចុងក្រោយក៏សូមអរគុណបាទទី1អរគុណដល់លោកតាចន្ទថាបាទដែលគ្រប់គ្រងខ្ញុំបាទបានជួនក្មួយស្រីមកសាកសលេងនៅកន្លែងនេះបាទសាកសលេងនៅស្ទូឌីយោខ្ញុំបាទបាទហើយក៏សូមផ្ដាំផ្ញើដល់ពុកម៉ែបងប្អូនជាពិសេសបងប្អូនសិល្បករសិល្បករនេះបាទបើសិនជាបានជួបបានឃើញបាទសូមជួយណែនាំបតីបន្ថែមផងព្រោះថាគាត់គឺជាទំពាំងមួយដែលត្រៀមនឹងស្នងសរសៃអញ្ចឹងយើងកុំឲ្យទំពាំងនេះខ្លាយជាទំពាំងស្អុយយើងមានតែជួយដាក់ជីជួយជ្រុំជ្រែងជីពុលដាក់ជីបន្ថែមអីចឹងទៅគឺទំពាំងល្អហើយបាទហើយកុំភ្លេចបាទជួយគ្រប់គ្រងស្ទូឌីយោខ្ញុំបាទផងបាទស្ទូឌីយោខ្ញុំបាទនេះមានទទួលផលិតបទចម្រៀងបាទមេឡូឌីចាស់ថ្មីបាទបញ្ចូលឧបករណ៍តន្ត្រីគ្រប់ឧបករណ៍ទាំងអស់បាទហើយមានទទួលថតចម្រៀង cover និងបាទធ្វើជាវីដេអូផ្សេងជាដើមផលិតជា media មានវីដេអូមានអីចឹងគឺមានទទួលមានសេវាច្រើនទទួលផលិតបាទអញ្ចឹងបាទមានក្រុមការងារច្រើនដែលសហការធ្វើជាមួយគ្នាបាទ cover បទប៉ុន្មានលោកវិបា cover ថោកទេបានភ្លេង YouTube មួយហ្នឹងមួយបទតែ$15ទេបាទអញ្ចឹងអត់យកច្រើនទេបាទមិច Tune Master មែនគ្រាន់តែដាក់ echo ឲ្យឲ្យរួចខ្លួនទេណាចាំមើលចាំខ្ញុំសាក់បទដែរអញ្ចឹងបាទបាទឥឡូវងាកទៅក្មួយស្រីវិញណាក្មួយស្រីមើលមានពាក្យពេចន៍អ្វីដែរក្មួយចាសម្រាប់ខ្ញុំមានតែពាក្យថាអរគុណដល់លោកគ្រូដែលខ្ញុំសូមហៅថាលោកគ្រូចាដែលជួយណែនាំបង្ហាញផ្លូវខ្ញុំដែលខ្វះខាតចំណុចនេះចំណុចនោះអ៊ំលោកគ្រូជួយបង្ហាញខ្ញុំអញ្ចឹងចាឥឡូវហ្នឹងវារៀងថាក្រាន់ជាងមុនប្រហែលកម្រិតដែរអ៊ំចាបាទហើយអរគុណដល់លោកអ៊ំដូចគ្នាដែលបានជួយផ្សាយព័ត៌មានឲ្យខ្ញុំបានដល់ថ្ងៃនេះចាហើយបានជួបនឹងលោកអ៊ំជីវ៉ាបាទហើយមិនដែលឡើយរវល់ច្រើនអត់កូនចាឥឡូវហ្នឹងរវល់មានការងារដែលត្រូវធ្វើច្រើនប៉ុន្តែបែងចែកពេលវេលាអញ្ចឹងចា
เลยថារៀនផងឥឡូវ ចារៀន ហ្នឹងហើយទោះយ៉ាងណាក៏យើងកុំបោះបង់ការសិក្សាចោលព្រោះគ្នាអាយុតិចណាស់បាទទៅតែ13 14ឆ្នាំទេ បាទបាទនឹងឲ្យពុកម៉ែបងប្អូនដោយសារក្មួយស្រីគាត់នៅក្មេងផងដូច្នេះហើយពាក្យសម្ដីគាត់គោលថាមិនសូវជាថាមានបទពិសោធន៍ច្រើនដែរបាទក្នុងពេលនេះខ្ញុំជំនុំមុខឲ្យក្មួយស្រីបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែជួយគ្រប់គ្រងដល់ក្មួយស្រីបាទហើយពិតជាឃើញហើយដោយសារឃើញវីដេអូក្មួយមានអ្នកមើល view ច្រើន like បេះដូង share ឃើញច្រើនបាទហើយសូមពុកម៉ែបងប្អូនបន្តទៀតបាទដោយលោកវិជាបានលើកឡើងថានេះគឺជាទំពាំងដែលយើងកម្ររកបានណា20 30 ឆ្នាំហើយដែលគិតថានៅពេលដែលក្មួយស្រីផុសមកធ្វើឲ្យពុកម៉ែបងប្អូនខ្លះគាត់បញ្ចេញអារម្មណ៍ពិតគាត់ថាខ្ញុំរងចាំសម្លេងនេះ40 ឆ្នាំហើយនៅខ្លះតែអញ្ចឹងណាបាទមិនទាន់ជួបទេឥឡូវនេះជួបហើយដូច្នេះហើយនៅពេលដែលយើងទទួលបាននៅគេហៅថាប្រឡងសិល្បៈផ្នែកចម្រៀងទទួលបាននៅក្មួយស្រីមកហើយយើងគួរតែជួយគ្នាបាទយើងគួរតែជួយគ្នាដូចបាទឡើយចេះស្ដាយដូចលោកមេជីបានណាគួរជួយខ្ញុំក៏រួមចូលរួមជួយអ្វីដែលចុងក្រោយគឺពុកម៉ែបងប្អូនចូលរួមជួយគ្រប់គ្រងទាំងអស់គ្នាដើម្បីសិល្បៈយើងទៅរីកចម្រើនថែមទៀតបាទនៅពេលនេះខ្ញុំបានតែ3នាក់បាទសូមអរគុណក៏សូមជម្រាបលាបាទ